Ok អ្នកទាំងអស់គ្នាសម្រាប់បងប្អូនដែលបន្លាង version 26.1 បងប្អូនអាចមើលវីដេអូនេះបានវីដេអូនេះខ្ញុំចង់បង្ហាញនៅគន្លឹះមួយដើម្បីចែកជូនបងប្អូនអស់គ្នាសម្រាប់ពេលដែលបងប្អូនចង់សម្រាប់បងប្អូនដែលទិញទូរស័ព្ទថ្មីបងប្អូនមើលខ្ញុំចុចបងប្អូនចុចទៅវាអត់លុកសោបិទល្ងិតទេអញ្ចឹងណាបងប្អូនវានៅសញ្ញាលេខហ្នឹងនៅដៃអញ្ចឹងណាបងប្អូនឥឡូវបងប្អូនចាប់ដើមចូលមើលរបៀបធ្វើអស់គ្នាបងប្អូនឥឡូវយើងចាប់ដើមទៅចូលទៅ setting ហើយយើងស្គរមកក្រោមដើម្បីឆែកមើលវាអញ្ចឹងណាបងប្អូនយើងអូមើលសញ្ញាដែលខ្ញុំគូសហ្នឹងគឺសញ្ញាដែលយើងត្រូវចុចចូលអញ្ចឹងបងប្អូននេះកន្លែងនេះចូលទៅវគ្គទៀតអញ្ចឹងងាយមែនតើឥឡូវចាប់ដើមបិទតែម្ដងបងប្អូនអញ្ចឹងរួចរាល់អស់ហើយបងប្អូនពេលដែលយើងលុបហើយអត់បិទយើងធ្វើតាមខ្ញុំអញ្ចឹងទៅអាចបិទបានហើយបងប្អូនឥឡូវអានេះបិទបានហើយវីដេអូនេះមានតែប៉ុណ្្នឹងដែរបងប្អូនឥឡូវខ្ញុំចាប់ដើមឥឡូវខ្ញុំបិទហើយតាមហ្នឹងហើយឥឡូវខ្ញុំចុចទៅវាបិទធម្មតាអញ្ចឹងណាបងអរគុណច្រើនដែលបងប្អូនដែលបានចូលមើលក្នុង channel របស់ខ្ញុំបាយមានវីដេអូក្រោយចែកជូន